នេះជាដំណើរកំសាន្តរបស់ពួកខ្ញុំទៅកាន់ភ្នំកលែនចំនួនមួយយប់មួយថ្ងៃឬធ្វើការបោះតង់ស្នាក់នៅនិងចំអិនម្ហូបជាមួយនឹងទេសភាពរដូវនេះគឺថាស្អាតខ្លាំងមែនទែននៅលើភ្នំកលែនហើយបើថាមេឃវិញគឺថាមិនដែលបើកថ្ងៃទេតាំងពីពេលពួកខ្ញុំចេញទៅរហូតដល់ពេលមកវិញគឺថាពលឺថ្ងៃបានឃើញតិចខ្លាំងមែនទែនចំនួនមួយយប់ពីរថ្ងៃសម្រាប់អ្នកទាំងអស់គ្នាដែលធ្វើការងារ stress នៅទីក្រុងអីខ្ញុំគិតថាកន្លែងដែលពួកខ្ញុំទៅនេះគឺជាកន្លែងមួយដែលអាចសម្រាកពីការងារនិងអាច relax បានព្រោះភ្នំកលែនរដូវនេះគឺថាមេឃមិនងាយបើកថ្ងៃទេដូចបូកគោអញ្ចឹងគឺថាបូកគោសុំខ្មាស់ហើយរឿងបែកផ្សេងចុះអាប់ហើយនឹងមេឃមិនងាយបើកថ្ងៃនឹងហើយខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះថាកន្លែងដែលពួកខ្ញុំទៅនឹងគឺនៅកន្លែងណាបើនិយាយពីទេសភាពថ្ងៃដែលពួកខ្ញុំទៅគឺថា10 លើ 10ស្អាតខ្លាំងមែនទែនអ្នកទាំងអស់គ្នាអត់ខកបំណងខកចិត្តទេបើសិនជាអ្នកទាំងអស់គ្នាចង់ដឹងថាទេសភាពស្អាតប៉ុណ្ណាកុំភ្លេចមើលវីដេអូនេះដល់ចប់អ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នានឹងបានដឹងជម្រាបសួរក៏សួស្តីទៅកាន់អ្នកទាំងអស់គ្នាដែលកំពុងតែមើលវីដេអូនេះទាំងអស់គ្នាបើនៅក្បាលវីដេអូមកថាយើងធ្វើដំណើរចេញទៅពីភូមិមកយើងហើយស្រាប់មេឃដោយដែលអ្នកទាំងអស់គ្នាឃើញស្រាប់ហើយមេឃគឺមិនសូវជាអំណោយផលប្រហែលទេមេឃរោតែភ្លៀងហើយទៅដល់ភ្នំកលែនភ្លាមគឺថាមិនបានឃើញពលឺថ្ងៃទេគឺថាមេឃស្ទុំរហូតមិនមែនស្ទុំធម្មតាទេគឺថាស្ទុំខ្នាតធំដល់ថ្នាក់ស្ទុំតាំងពីពេលទៅរហូតដល់ពេលមកវិញមិនបានឃើញថ្ងៃរះផងទ្រីបរបស់យើងថ្ងៃនេះដែរគឺថាយើងទៅចំនួន2ម៉ូតូហើយស្រាក់គិតមើងមកពីស្វាយលឺម្នាក់ឯងចឹងទៅពួកខ្ញុំទៅពីខាងស្រុកគោធំតែ2ម៉ូតូទេហើយស្រាក់គិតមកពីខាងស្រុកស្វាយលឺម្នាក់ឯងព្រោះដោយសារគិតធ្វើការនៅខាងស្វាយលឺហើយគិតក៏មកពីខាងផ្លូវតាមផ្លូវស្វាយលឺសម្រាប់ទេសភាពនៅតាមផ្លូវគឺថាស្អាតខ្លាំងប៉ុន្តែខ្ញុំមិនសូវជាបានថតផ្លូវប៉ុន្មានទេកុំឲ្យអ្នកមើលគិតធុញហើយគិតនិយាយថាទៅណាក៏ថតទៅផ្លូវទៅណាក៏ថតទៅផ្លូវថតទៅផ្លូវទៅរហូតអញ្ចឹងខ្ញុំក៏មិនសូវជាបានថតសកម្មភាពធ្វើដំណើរតាមផ្លូវប៉ុន្មានទេសម្រាប់ផ្លូវចូលគឺថាមានដើមឈើដុះពិតផ្លូវច្រើនដូចជាមិនសូវជាមានមនុស្សទៅប្រហែលទេបើតាមខ្ញុំមើលផ្លូវជាក់ស្ដែងព្រោះដោយសារដើមឈើហើយនឹងស្មៅវាដុះគ្រប់ចិត្តផ្លូវសឹងតែរូបផ្លូវអត់ឃើញហើយណាមួយគេរាវមីននៅកន្លែងតំបន់នោះផងហើយខ្ញុំខាន់ទៅយូរដល់ពេលទៅសឹងតែរូបផ្លូវអត់ឃើញវែងផ្លូវចុះឡើង2 3បកសម្រាប់ផ្លូវធ្វើដំណើរទៅគឺថាវាមានការយ៉ាប់ជាងលើកមុនដោយសារតែភ្លៀងហូរច្រោះហើយណាមួយខ្ញុំខាន់ទៅយូរដែរផ្លូវគឺថាមានកន្លែងខ្លះវាពិបាកធ្វើដំណើរហើយផ្លូវល្អិលដូវនេះដូចដឹងស្រាប់ហើយព្រោះវារដូវភ្លៀងផ្លូវវាល្អិលបើសិនជាអ្នកនរគ្នាមើលវីដេអូនេះហើយមានបំណងចង់ទៅអីគឺការពារផងរឿងផ្លូវប្រយ័ត្នប្រយែងផងព្រោះសារផ្លូវល្អិលខ្លាំងពួកខ្ញុំត្រឹមទៅដល់នឹងដួល2 3ដងហើយទៅដល់អាវម៉ូតូនឹងចង់បេកតិចហើយតែស្នាងដែរដោយសារម៉ូតូខ្ញុំវាបុកគោទៅវាអត់មានខោអាវដោះខោអាវចេញអស់ដោយសារខ្ញុំសម្រាប់អ្នកដែលមើលវីដេអូមកដល់កន្លែងនេះហើយចង់ដឹងថាកន្លែងដែលពួកខ្ញុំមកនេះមានឈ្មោះអីខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាហើយសម្រាប់អ្នកដែលអស់គ្នាមួយចំនួនធំដែលមើលវីដេអូនេះគិតប្រហែលជាស្គាល់ហើយព្រោះកន្លែងនេះវាស្លឹបមានគេថតដែលនាំពីទេសចរច្រើនកន្លែងដែលពួកខ្ញុំមកនេះមានឈ្មោះថាពើងទុព្រះអ្នកនរគ្នាសម្រាប់ពើងទុព្រះនេះដែលវានៅខាងស្រុកស្វាយលឺអ្នកនរគ្នាវានៅលើភ្នំកលែនដែរតែនៅខាងទៅខាងអ្នកស្រុកស្វាយលឺខ្ញុំអត់ដឹងមិនខ្ញុំ record ទៅលេងចេះតែនិយាយតដិតតឡាន់ខ្ញុំអត់យល់ខ្លួនឯងទេនេះខ្ញុំនិយាយទៅដូចទៅជៀបដាតមិនទេឥឡូវឈប់និយាយពីរឿងតដិតដាតសិនឥឡូវបន្ទាប់ពីយើងមកដល់ធ្វើការហោះដ្រូនមើលទេសភាពរួចហើយចាប់ផ្ដើមជួយគ្នាចងតង់3រោកន្លែងសម្រាប់នៅពេលយប់កន្លែងដែលពួកខ្ញុំដេកនេះដែរពួកខ្ញុំដេកនៅក្បែរពើងថ្មនៅចុងខាងពើងថ្មទីតែក៏មិនមែនជាចុងពេកប្រហែលដែរវារឿងឆ្ងាយពីចុងផុតរបស់ជើងពើងថ្មនឹងដែរខ្ញុំអត់ដឹងមិនទេនេះខ្ញុំអត់ឈប់តដិតសោះនេះនិយាយតដិតទៅមើលចាប់ដាតរហូតនេះបន្ទាប់ពីជួយគ្នាចងតង់រៀបភ្លើងរៀបអីរួចហើយក៏ចាប់ផ្ដើមជួយគ្នាចែកការងារគ្នាធ្វើច្រឡំជួយគ្នាហើយខ្ញុំក៏យកអាសាច់គោដែលទិញពីតាមផ្លូវនឹងយកមកហាន់ដើម្បីត្រៀមចៀនហូបនៅពេលល្ងាចហើយម្សៀងគិតមិនគិតដាក់មកពីផ្ទះមួយគិតដឹកជាចង់មកពីកាលណាទេវ័យមិនតាំងពី2ថ្ងៃមុនដាក់មកដាក់ក្លាស៊ីក្នុងទូទឹកកកឃើញខ្ញុំបុកផាំងនឹងគឺថាមានបុកអីទេដោយសារតែទឹកត្រីកោះកងយើងអត់បានធ្វើមកពីផ្ទះចឹងហើយមានតែកាត់កដុងហើយបុកនឹងកដុងនឹងឯងជំរើសចុងក្រោយតែវាមិនជាបញ្ហាអីធំប្រហែលទេគ្រាន់តែបុកទឹកត្រីកោះកងយើងគ្រាន់តែមានជាកដុងហើយនឹងគ្រឿងទឹកត្រីកោះកងយើងអាចបុកបានហើយកំពុងតែជួយគ្នាធ្វើម្ហូបចុះឡើងព្រោះអ៊ីតគិតទៅយកប្រូសារៈមកពីខាងស្វាយលឺដោយសារផ្លូវវាពិបាកពេកគិតតែធ្លាប់ម៉ូដែលមិនដឹងជាគិតធ្លាប់ម៉ូមិនដឹងជាអត់ទេខ្ញុំមិនដឹងដែរតែពេលចូលម៉ូនឹងអុយប្រូអ៊ីតគិតចេញទៅយកនៅពាក្យកណ្ដាលផ្លូវខ្លាចម៉ូខុសផ្លូវបើនិយាយពីទេសភាពពេលល្ងាចនៅលើពើងទុព្រះនេះគឺថាស្អាតខ្លាំងមែនទែនដោយសារយើងមើលមាន view point មើលពីលើទៅក្រោមគឺថាវាមើលទៅឃើញវាលស្រែហើយមើលឃើញផ្ទះនេះភូមិក៏នៅខាងក្រោមគឺថាស្អាតខ្លាំងមែនទែនសម្រាប់ទេសភាពវាស្អាតម្យ៉ាងម្នាក់ទេពេលព្រឹកហើយនិងពេលល្ងាចដោយសារពេលល្ងាចយើងអាចមើលបានរបៀបដូច sunset យើងអាចមើល
ថ្ងៃលិចបាននៅពីខាងលើភ្នំទៅពីប្រូអ៊ីតគិតម៉ូពីយោប្រូសារៈវិញចាប់ដើមជួយគ្នាធ្វើម្ហូបហើយបើបាយសៀងក៏ដាំឆ្អិនហើយតែបាយនឹងគេថារៀងឆាវលឺដោយសារឆ្នាំងតូចក៏ដាក់ក៏ច្រើននឹងទៅវារៀងឆាវបន្តិចតែក៏វាមិនអីដែរយើងនៅតែអាចហូបបានសៀងនឹងអាំងមឿនបានមួយនឹងតាកសើខ្លួនឯងមកយប់ព្រឹកហ្នឹងមិនដែលមានណាអាំងមឿនបានស្អាតដូចគាត់ទេគាត់ទៅខ្លួនឯងហូបសម្រាប់សាច់គោដែលយើងទិញមកនោះគឺថាយើងដាក់ចៀនព្រោះដោយសារវាឆាប់បានហូបណាមួយយើងលើកមកពីក្រមមករៀងយូរដែលអត់បាយតាំងពីថ្ងៃដែរមានតែចៀនហ្នឹងឯងឆាប់បានហូបតែពីមិនអាំងសៀងគាត់ឆ្អិនសាច់គោដែលខ្ញុំចៀននោះក៏ឆ្អិនដែរយើងក៏ចាប់ផ្ដើមនឹងគ្នាហូបបាយជុំគ្នាជាមួយនឹងការមើលទេសភាពពីលើភ្នំទៅអ្នកភូមិខាងក្រមគឺថាស្អាតខ្លាំងមែនទែនពេលកំពុងហូបបាយនឹងគឺថាភ្លៀងលលឹមមកល្មមតង់ចង់មែនទែនបានស្រួលបួលហ្មងពងទៅហូបបាយនឹងមេឃលលឹមត្រិចក៏វាមិនលលឹមខ្លាំងពេកអីដែលវាលលឹមមកល្មមតែគឺខ្យល់តិចតួចដែរខ្យល់សម្រាប់ខ្យល់ទៅពេលវាភ្លៀងលលឹមតិចហើយមានខ្យល់ចឹងទៀតគឺថាល្ងាខ្លាំងបាយរបស់យើងថ្ងៃនេះម្ហូបគឺថាมันមានម្ហូបអីច្រើនមុខទេមានតែមិនអាំងរបស់ផ្សេងមួយហើយនឹងសាច់គោដែលខ្ញុំទិញមកពីក្រមកន្លះគីឡូហ្នឹងអត់មានម្ហូបអីច្រើនមុខញ៉ៃពិបាកស្រេចចិត្តពេលហូបទេអាពេលកំពុងហូបបាយហ្នឹងលលឹមស្រេចតិចតែអាពេលបាយហើយហ្នឹងលលឹមចង់លលឹមធ្វើមានទេលឹមនឹងទឹកភ្លៀងដក់លើតង់បាក់រៀបមិនមានជួយចងតង់សាថ្មីត្រឹមតែចងបានជឿបអីបានជឿបបានគួយបានវិញនឹងលឹងយូរគ្រាន់ដែរពេលចងតង់ហើយនៅគ្នាអង្គុយលេងខ្ញុំងាកទៅក្រោមមើលស្បែកជើងរបស់ប្រូអ៊ីតខ្ញុំស្មានថាស្បែកជើងណាគេដល់ពេលសួរទៅថាស្បែកជើងគេខ្ញុំក៏ទប់បានបាក់ថតឲ្យអ្នកទាំងអស់គ្នាជួយមើលហើយប្រូសារៈល្ងាខ្លាំងពេកទាញវ៉ែនតាហើយនឹងអាម៉ាស់ពាក់ស្ទូចត្រីហ្នឹងឯងយកមកពាក់ហើយប្រូអ៊ីតគិតអត់ទាន់ពាក់បិទមុខទេគិតពាក់ត្រឹមកសិនដល់ពេលខ្ញុំបវលកាមេរ៉ាប៉ះធ្វើទាញម៉ាស់បិទមុខអីណាអីសៀងគាត់មានអាវដៃវែងមានអីគាត់ហើយខ្ញុំអង្គុយពាក់អាវដៃខ្លីខោជើងខ្លីហ្នឹងតែក៏មិនពាក់ក៏អាវដៃខ្លីខោជើងខ្លីរហូតដល់ថតចប់នឹងរត់ទៅទាញខោជើងវែងអាវក្រៅមកពាក់គេហើយសម្រាប់ពេលយប់រៀងជ្រៅបន្តិចខ្យល់ក៏រៀងខ្លាំងដែរហើយក៏មានអាប់មកតាមជាមួយខ្យល់ពេលខ្យល់វាកាន់តែខ្លាំងវាបក់អាប់មកជាមួយអង្គុយនិយាយគ្នាយប់ជ្រៅបន្តិចលេងចូលខ្យល់លៀនមីទៀតនឹងគ្នាឆុងមីទាំងយប់មីឆុងកាហ្វេផឹកទាំងយប់ហូបទាំងយប់នឹងឯងទៀតម៉ោង10ជាងហើយម៉ោង10:21នាទីពិតនាឡិកាដែលប្រូអ៊ីតគិតបង្ហាញនឹងម៉ោង10:21តែដោយសារគិតបង្ហាញមកវាប្រច្រាស់ពេលវាប្រច្រាស់ចូលខ្ញុំវាមិនដឹងម៉ោងប៉ុន្មានអ្នកទាំងអស់គ្នាដែលមើលវីដេអូនេះជួយប្រាប់ខ្ញុំផងម៉ោងម៉ាញ់ដែលគ្រូអ៊ីតគិតបង្ហាញនឹងដឹងម៉ោងប៉ុន្មានទៅពីយើងឆុងមីឆុងកាហ្វេផឹករួចហូបរួចហើយម៉ោងក៏វារៀងច្រើនហើយដោយសារតែខ្យល់វាបក់មកកាន់តែខ្លាំងយើងល្ងាហើយក៏ចាប់ផ្ដើមនឹងគ្នារៀបចំរូបលេងរូដេករៀងខ្លួនហើយសម្រាប់ពួកគាត់3នាក់នឹងគាត់នឹងគ្នាឌីតង់ទាំង3នាក់នឹងខ្ញុំឌីប៉ាអ៊ីម្នាក់ឯងនៅខាងក្រៅតង់ដែលពួកគាត់ឌីនឹងតង់ខ្ញុំនេះតែដោយសារខ្ញុំអត់សូវចូលចិត្តឌីតង់អញ្ចឹងក៏ខ្ញុំឌីប៉ាអ៊ីនៅខាងក្រៅព្រឹកឡើងគេនៅគ្នាដាស់គ្នាងើប2ដងគេងើបកលម៉ោង3ជាងម្ដងម៉ោង6ជាងម្ដងសម្រាប់ខ្ញុំឌីនៅក្រៅអញ្ចឹងខ្ញុំមើលថ្ងៃស្រួលខ្ញុំអត់ចាំបាច់ចេញក្រៅតង់ចេញអីទេដោយសារខ្ញុំឌីនៅប៉ាអ៊ីក្រៅវាងាយស្រួលមើលថ្ងៃរះស្មើណាអីស្មើណាយើងដឹងតែពេលព្រឹកនឹងគឺថាអត់ងៀនថ្ងៃរះទេថ្ងៃរះដល់ម៉ោង9ជាងគាត់ថាមានថ្ងៃរះហើយបើនិយាយពីទេសភាពថ្ងៃវារះមិនសូវជាភ្លឺប្រមាណផងវានៅតែស្អាតប៉ុណ្្នឹងហើយបើសិនជាមានថ្ងៃរះវាមានពន្លឺគ្រប់គ្រាន់ដែលយើងអាចថតបានខ្ញុំគិតថាទេសភាពវាអាចនឹងស្អាតខ្លាំងជាងនេះពេលព្រឹកឡើងទេសភាពវាចុះអាប់ខ្លាំងពពកវាសัตว์មកខ្លាំងហើយខ្យល់ក៏វាខ្យល់មកខ្លាំងខ្ញុំហោះដ្រូនឡើងបានតែមួយភ្លាតទេក៏ចុះមកវិញដោយសារវាអាប់ខ្លាំងពេកយើងមើលទេសភាពទោះបីជាយើងហោះដ្រូនកើតក៏ប៉ុន្តែវាមើលអីអត់កើតដោយសារវាអាប់ពេញមេអស់ហើយតែបើនិយាយពីទេសភាពពេលព្រឹកវិញអ្នកទាំងអស់គ្នាដែលមើលវីដេអូនេះខ្ញុំមិនដឹងថាមានអារម្មណ៍អីទេប៉ុន្តែបើសម្រាប់ពួកខ្ញុំដែលអ្នកទៅដល់ផ្ទាល់គឺថាមានអារម្មណ៍ថាវាស្អាតខ្លាំងមែនទែនសឹងថាដូចភ្នំបូកគោហើយអាប់នៅពេលដែលខ្ញុំចុះដ្រូនមកវិញអាប់វាកាន់តែខ្លាំងឡើងល្ងិតឈឹងមើលសំបីតែមើលទៅក្រមមើលទៅផ្ទះអ្នកភូមិនៅខាងក្រោមក៏មើលលេងឃើញមើលតែភ្នំនៅក្បែរគ្នាដែលជិបភ្នំគ្នានឹងក៏មើលមិនឃើញដែរបើនិយាយទៅដូចដែលអ្នកទាំងអស់គ្នាឃើញស្រាប់នៅក្នុងវីដេអូហ្នឹងហើយគឺថាវាយើងមើលអីអត់ឃើញទេវាល្ងិតឈឹងអត់សារអាប់វាបក់មកកាន់តែខ្លាំងព្រោះខ្យល់វាបក់មកខ្លាំងដល់អាប់ក៏វារសាត់មកតាមនឹងដែរពេលខ្យល់វាបក់អាប់មកខ្លាំងពេកសឹងតែដកដង្ហើមមិនចង់កើតដោយសារវាបូកខ្យល់ចូល
យើងខ្លាំងពេកសម្រាប់ពេលព្រឹកខ្ញុំក៏មិនសូវជាបានថតអីច្រើនប្រហែលដែរសកម្មភាពពេលព្រឹកយើងមានអីច្រើនទេយើងគ្រាន់តែហោះដ្រូនមើលពីទេសភាពហើយនឹងយើងថតរូបម្នាក់តិចតួចដើម្បីទុកអនុស្សាវរីយ៍ទៅប៉ុណ្្នឹងឯងទើបត្រង់ថាអង្គុយចាំអាប់តាំងពីម៉ោង6ដល់ម៉ោងជិត9មិនអាប់នឹងម៉ោងអាប់នឹងនៅមកខាងភ្នំត្រឹមតែម៉ោងជិត9ទៅពីដើមគ្នាឆុងកាហ្វេភើអង្គុយមើលអាប់អស់អីហើយក៏ចាប់ផ្ដើមនឹមគ្នាជួយគ្នារៀបចំឲ្យវ៉ាន់រៀបចំតង់ដើម្បីយើងចុះមកក្រោមវិញហើយម៉ោងដែលខ្ញុំចុះម៉ោងហ្នឹងម៉ោង9តែថ្ងៃនៅតែអត់មានទិនរះហើយតាមផ្លូវចុះមកក្រោមវិញនឹងភ្លៀងរហូតវាមានភ្លៀងខ្លាំងអីទេគ្រាន់តែវាលឹមជិបគ្នារហូតហើយសម្រាប់វីដេអូនេះក៏មានតែប៉ុណ្្នេះឯងហើយក៏អរគុណសម្រាប់អ្នកទាំងអស់គ្នាដែលបានមើលវីដេអូនេះដល់ចប់ហើយបើពេញចិត្តនៅវីដេអូនេះកុំភ្លេចជួយ share វីដេអូនេះមួយផងវីដេអូនេះរៀងវែងបន្តិចប៉ុន្តែបើអ្នកទាំងអស់គ្នាមើលដល់ចប់គឺថាមិនខកម្ដងទេដោយសារទេសភាពវាស្អាតខ្លាំងក៏អរគុណច្រើនអ្នកទាំងអស់គ្នាជួបគ្នាជាមួយខ្ញុំវីដេអូក្រោយ